ជំរាបសួរដល់ពុកម៉ែបងប្អូនអរគ្នាខ្ញុំបាទមានឈ្មោះ Gen Z ថ្ងៃនេះខ្ញុំមានពាក្យមួយចំនួននិយាយទៅកាន់ពុកម៉ែបងប្អូនក៏ដូចជា fan ជាទីស្រឡាញ់របស់រូបខ្ញុំបាទ Gen Z ចង់លើកដៃម្រាមដៃដប់អរគុណទៅដល់ពុកម៉ែបងប្អូនបើសិនជាគ្មានការគ្រប់គ្រងរបស់ពុកម៉ែបងប្អូនក៏គ្មាន Gen Z ថ្ងៃនេះដែរខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយខ្លាំងមែនទែនមានមោទនភាពខ្លាំងមែនទែនហើយក៏ក្តុកក្តួលដែរដោយ fan ខ្ញុំមួយចំនួនធំគាត់ជាអ្នកសិក្សាហើយគាត់នៅក្រៅបន្ទប់ប៉ាម៉ាក់របស់គាត់អ្នកខ្លះក៏បានសុំលុយពុកម្ដាយរបស់គាត់បោះឆ្នោតរូបខ្ញុំបាទ Gen Z ហើយបងពូគាត់ធ្វើការអ្នកខ្លះគាត់ចំណាយលុយថវិការបស់គាត់ដែលហ៊ានចាយបោះឆ្នោតរូបខ្ញុំបាទមួយសន្លឹកដែលមានតម្លៃមហាសាលខ្លាំងមែនទែននៃជីវិតរបស់ខ្ញុំហើយសកលមួយនេះគឺទទួលបានមកពីការគ្រប់គ្រងរបស់អ្នកទាំងអស់គ្នាគ្រប់គ្រងពុកម៉ែបងប្អូនជាពិសេសខេត្តបៃលិនរបស់ខ្ញុំដែលខ្ញុំមិនអាចបំភ្លេចបានទេគឺពួកគាត់គ្រប់គ្រងមែនទែនដែលជាក្មេងម្នាក់ដែលចេញមកពីខេត្តបៃលិនមកសិក្សានៅរាជធានីភ្នំពេញហើយខ្ញុំក៏ចង់អរគុណទៅកាន់លោកគ្រូខ្ញុំគឺលោកគ្រូពុករបស់ខ្ញុំគឺលោកគ្រូ Kinchi បើសិនជាគ្មានលោកគ្រូ Kinchi ក៏គ្មាន Gen Z នៅថ្ងៃនេះដែរខ្ញុំអរគុណដល់គ្រូតាំងពីវគ្គដំបូងរហូតឈានដល់វគ្គផ្ដាច់ប្រកមួយនេះលោកគ្រូបានណែនាំខ្ញុំជាច្រើនបង្រៀនខ្ញុំជាច្រើនណែនាំជាច្រើនមិនថានៅក្នុងវិស័យ Pop ឬក៏រូបការរស់នៅក្នុងជីវិតតខ្លួននៅក្នុងសង្គមលោកគ្រូតែងតែណែនាំខ្ញុំជានិច្ចហើយខ្ញុំក៏ចង់អរគុណទៅដល់លោកគ្រូពលឺលោកគ្រូវិធាលោកគ្រូសុជាតិដែលតែងតែណែនាំរូបខ្ញុំបាទ Gen Z ក្នុងនាមដូចជាចាត់ទុកដូចជាប្អូនទោះខ្ញុំមិនមែនជាស្ថិតនៅក្នុងកូនក្រុមរបស់គាត់ក៏ដោយក៏គាត់ណែនាំខ្ញុំតាំងពីមួយវគ្គទៅមួយវគ្គតែងតែណែនាំខ្ញុំរហូតមកខ្ញុំពិតជាអរគុណទៅដល់លោកគ្រូដូចគ្នាហើយខ្ញុំក៏ភ្លេចដែរចង់អរគុណទៅកាន់គ្រូសាខ្ញុំប៉ាម៉ាក់របស់ខ្ញុំពូម៉ាក់របស់ខ្ញុំមិត្តភក្តិជាទីស្រឡាញ់ធីមរបស់ខ្ញុំដែលតែងតែនៅក្បែរខ្ញុំតាំងពីខ្ញុំឈានជើងចូលវិស័យមួយនេះគាត់តែងតែ support ខ្ញុំរហូតមិនដែលថាឲ្យខ្ញុំបោះបង់ក្នុងវិស័យនេះសូម្បីម្ដងជាចុងក្រោយខ្ញុំបាទ Gen Z ចង់អរគុណទៅកាន់ម្ចាស់ឧបត្ថម្ភធំគឺ Gasper Snow បានឧបត្ថម្ភឲ្យមានកម្មវិធីប្រឡង season 1 season 2បានឲ្យរូបខ្ញុំមានឱកាសបញ្ចេញសមត្ថភាពលើឆាកមួយដ៏អស្ចារ្យនៃជីវិតរបស់ខ្ញុំហើយខ្ញុំក៏ចង់អរគុណទៅដល់ប៉ុស្តិ៍ទូ PNN ក៏ដូចជាបងក្រុមការងារទាំងអស់ដែលតែងតែមើលថែរូបខ្ញុំបាទក៏ដូចជាបេក្ខជនផ្សេងតាំងពីវគ្គដំបូងរហូតដល់វគ្គ final ខ្ញុំសូមអរគុណទៅដល់បងខ្លាំងមែនទែនហើយឱកាសឆ្នាំថ្មីនេះដែរខ្ញុំបាទ Gen Z សូមជូនពរទៅដល់ពុកម៉ែបងប្អូនឲ្យទៅទីណាមានសុខសុវត្ថិភាពមានសុភមង្គលល្អក្នុងជីវិតនៅក្នុងគ្រួសាររស់ស៊ីមានបានពីខ្ញុំបាទ Gen Z ហើយសង្ឃឹមថាពុកម៉ែបងប្អូននៅតែបន្តគ្រប់គ្រងរូបខ្ញុំបាទ Gen Z ជាមួយនឹងស្នាដៃថ្មីក្នុងដំណើរជីវិតសិល្បៈបន្ទាប់ពីប្រឡងចប់អរគុណទៅដល់ពុកម៉ែបងប្អូនពីខ្ញុំបាទ Gen Z